ប្រធានាធិបតីបារាំងលោកអេម៉ានូអែលម៉ាក្រុងបានទៅដល់ប្រទេសវៀតណាមហើយកាលពីថ្ងៃអាទិត្យទី25ខែឧសភាសម្រាប់ដំណើរទស្សនកិច្ចដំបូងគេនៅតំបន់អាស៊ីអាគ្នេយ៍ជាដំណើរទស្សនកិច្ចដែលលោកនឹងបង្ហាញថាបារាំងជាដៃគូជំនួសដ៏គួរឲ្យទុកចិត្តក្រៅពីសហរដ្ឋអាមេរិកនិងចិនលោកវិញ្ញាណខៈយ៉ាងដែលជាអ្នកស្រាវជ្រាវនៅវិទ្យាស្ថានមួយកន្លែងរបស់សង្ហបុរីបានថ្លែងថាការត្រៀមខ្លួនរបស់បារាំងក្នុងការចូលរួមយ៉ាងម៉ឺងម៉ាត់ក្នុងភូមិសាស្ត្រនយោបាយឥណ្ឌូ-ប៉ាស៊ីហ្វិកផ្ដល់ឲ្យវៀតណាមនៅតុល្យភាពដ៏មានប្រយោជន៍មួយដើម្បីទប់ទល់នឹងឥទ្ធិពលចិនដែលកំពុងកើនឡើងកាលពីថ្ងៃអាទិត្យទី25ខែឧសភានាយករដ្ឋមន្ត្រីចិនលោកលីឈៀងបានជួបជាមួយប្រធានាធិបតីឥណ្ឌូនេស៊ីលោកប្រាបូវូស៊ូប៊ីនយ៉ាតូដើម្បីពិភាក្សាអំពីមធ្យោបាយពង្រីកពាណិជ្ជកម្មនិងការវិនិយោគខណៈពេលដែលពិភពលោកប្រឈមនឹងសង្គ្រាមពាណិជ្ជកម្មបង្កឡើងដោយអាមេរិកហើយសកលភាវូពាណិជ្ជកម្មសេដ្ឋកិច្ចកំពុងប្រឈមមុខនឹងបញ្ហាលោកលីបាននាំអ្នកជំនួញចិនល្បីៗចំនួន60នាក់ចូលរួមក្នុងពិធីបដិសណ្ឋារកិច្ចធុរកិច្ចឥណ្ឌូនេស៊ីចិនកាលពីល្ងាចថ្ងៃសៅរ៍ចំណែកប្រធានាធិបតីឥណ្ឌូនេស៊ីក៏បានអំពាវនាវនឹងជំរុញវិនិយោគិនចិនឲ្យបង្កើនការវិនិយោគបន្ថែមទៀតនៅក្នុងប្រទេសឥណ្ឌូនេស៊ីគួរបញ្ជាក់ថាពាណិជ្ជកម្មទ្វេភាគីរវាងចិននិងឥណ្ឌូនេស៊ីមានទំហំលើសពី147កណ្ដាប់សញ្ញា$8,000 លានកាលពីឆ្នាំ2024កន្លងទៅនិងមានកំណើន6កណ្ដាប់សញ្ញា 1%នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោកអាន់វ៉ាអ៊ីប្រាហ៊ីមដែលជាប្រធានអាស៊ានឆ្នាំ2025ផងនោះបានសរសេរសម្បត្តិទៅកាន់ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំដើម្បីស្វែងរកការគាំទ្ររបស់លោកក្នុងការរៀបចំកិច្ចប្រជុំមួយរវាងអាស៊ាននិងសហរដ្ឋអាមេរិកនេះបើតាមការចុះផ្សាយរបស់សារព័ត៌មានម៉ាឡេស៊ីនៅក្នុងសន្ទរកថាគន្លឹះរបស់លោកក្នុងសម័យប្រជុំពេញអង្គនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី46នាថ្ងៃច័ន្ទទី26ខែឧសភានេះលោកអាន់វ៉ាបានថ្លែងថាសម្បត្តិដែលបានផ្ញើទៅកាន់ប្រធានាធិបតីអាមេរិកគឺបានធ្វើឡើងដោយផ្អែកតាមលទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានកាលពីដើមឆ្នាំ2025កន្លងទៅគួរជម្រាបថាបច្ចុប្បន្នសមាជិកទាំងអស់របស់អាស៊ានកំពុងចរចាបញ្ហាពន្ធគយជាមួយសហរដ្ឋអាមេរិកតាមយន្តការទ្វេភាគីកាលពីថ្ងៃអាទិត្យទី25ខែឧសភាប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ត្រាំបានហៅសមភាគីរុស្ស៊ីលោកវ្លាឌីមៀពូទីនថាឈ្គួតហើយបន្ទាប់ពីទីក្រុងម៉ូស្គូបានបើកការវាយប្រហារដោយប្រើដ្រូនជាច្រើនគ្រឿងនៅលើតំបន់នានានៅអ៊ុយក្រែនយ៉ាងហោចណាស់មានមនុស្ស13នាក់បានស្លាប់នៅពេលដែលរុស្ស៊ីបានបង្ហោះដ្រូនក្នុងចំនួនដ៏ច្រើនមិនធ្លាប់មានវាយប្រហារលើអ៊ុយក្រែននៅចន្លោះយប់ថ្ងៃសៅរ៍និងថ្ងៃអាទិត្យលោកត្រាំតាមរយៈសារមួយនៅលើបណ្ដាញសង្គម Truth Social បញ្ជាក់ថាលោកពូទីនចង់បានអ៊ុយក្រែនទាំងមូលពលគឺមិនមែនត្រឹមតែមួយចំណែកនោះទេហើយប្រសិនបើលោកពូទីនធ្វើបែបនេះមែននោះគឺជាដើមហេតុនាំទៅរកការដួលរលំនៃប្រទេសរុស្ស៊ីកូរ៉េខាងជើងបានចាប់ឃុំខ្លួនមនុស្ស3នាក់ពាក់ព័ន្ធនឹងឧបទ្ទវហេតុដែលបានកើតមានអំឡុងពេលសម្ពោធនាវាចម្បាំងថ្មីកាលពីសប្តាហ៍មុននេះបើយោងតាមការចេញផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកាលពីព្រឹកថ្ងៃអាទិត្យទី25ខែឧសភាលោកគឹមចុងអ៊ុនបានចូលរួមពិធីសម្ពោធនាវាចម្បាំងថ្មីរបស់កូរ៉េខាងជើងហើយលោកក៏បានឃើញផ្ទាល់ភ្នែកនៅឧបទ្ទវហេតុដែលធ្វើឲ្យខូចខាតនាវាចម្បាំងទម្ងន់ 5,000 តោននេះដែរលោកគឹមបានចាត់ទុកឧបទ្ទវហេតុនេះធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់ប្រទេសអ្នកដែលត្រូវបានឃុំខ្លួនមានដូចជាប្រធានវិស្វករនៅកន្លែងផលិតកប៉ាល់ចុងជីនប្រធានផ្នែកសាងសង់ទូនាវានិងនាយកស្ដីទីគ្រប់គ្រងកិច្ចការរដ្ឋបាលទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងជើងបានបញ្ជាក់ថាមនុស្សទាំង3នាក់គឺជាអ្នកទទួលខុសត្រូវចំពោះឧបទ្ទវហេតុដែលបានកើតមានឡើង។